ដំណើរការនៃការកកើតជំងឺគាំងបេះដូងធ្វើការឥតឈប់ឈរនៅខាងក្នុងទ្រូងរបស់អ្នកបេះដូងរបស់អ្នកធ្វើការឥតឈប់ឈរក្នុងការបូមឈាមទៅចិញ្ចឹមរាងកាយទាំងមូលប៉ុន្តែបេះដូងខ្លួនឯងក៏ត្រូវការផ្គត់ផ្គង់ឈាមផ្ទាល់ខ្លួនផងដែរតាមរយៈសរសៃឈាមតូចៗដែលគេហៅថាសរសៃឈាមបេះដូងការកកើតកំណកខ្លាញ់យូរទៅកំណកខ្លាញ់អាចកកកុញនៅខាងក្នុងសរសៃឈាមទាំងនេះពេលនេះកំណកខ្លាញ់នៅក្នុងសរសៃឈាមអាចប្រេះធ្លាយភ្លាមៗនៅពេលរឿងនេះកើតឡើងកោសិកាឈាមនឹងរត់ទៅប្រមូលផ្ដុំគ្នានៅតំបន់នោះហើយចាប់ផ្ដើមបង្កប់បង្កើតជាដុំកំណកឈាមការស្ទះសរសៃឈាមនៅពេលដែលសរសៃឈាមត្រូវបានបិទជិតឬស្ទះអុកស៊ីហ្សែនមិនអាចហូរទៅដល់ផ្នែកខ្លះនៃសាច់ដុំបេះដូងបានទៀតទេតំបន់ដែលរងប៉ះពាល់នឹងចាប់ផ្ដើមជួបបញ្ហាលំបាកភ្លាមសញ្ញាព្រមានតាមរយៈប្រព័ន្ធប្រសាទនៅពេលបេះដូងចាប់ផ្ដើមចុះខ្សោយសញ្ញានៃការឈឺចាប់ចាប់ផ្ដើមរីករាលដាលពេញប្រព័ន្ធប្រសាទការឈឺចាប់នេះអាចធ្វើដំណើរឆ្ពោះទៅរកដៃខាងឆ្វេងស្មាកថ្គាមខ្នងឬរាងកាយផ្នែកខាងលើការរំខានដល់ចង្វាក់បេះដូងក្នុងកំឡុងពេលរាងបេះដូងកោសិកាខ្វះអុកស៊ីហ្សែនអាចធ្វើការរំខានដល់សញ្ញាអគ្គិសនីរបស់បេះដូងចង្វាក់បេះដូងអាចប្រែជាមិនទៀងទាត់ដើរលឿនពេកយឺតពេកឬមិនស្ថិតស្ថេរផលប៉ះពាល់ដល់រាងកាយនៅពេលបេះដូងពិបាកក្នុងការបូមឈាមរាងកាយផ្នែកផ្សេងទៀតទទួលបានអុកស៊ីហ្សែនតិចតួចរឿងនេះអាចបង្កឲ្យមានការពិបាកដកដង្ហើមថប់អារម្មណ៍តឹងណែនទ្រូងអស់កម្លាំងភ្លាមប្រតិកម្មរបស់ខួរក្បាលដឹងភ្លាមថាមានអ្វីមិនប្រក្រតីវាអាចបណ្ដាលឲ្យមានការបែកញើសវិលមុខភ័យព្រួយចង្អោរឬមានអារម្មណ៍ថាមានគ្រោះថ្នាក់ភ្លាមការខូចខាតសាច់ដុំបេះដូងប្រសិនបើការកកស្ទះនៅតែបន្តសាច់ដុំបេះដូងអាចនឹងខ្វះអុកស៊ីហ្សែនអាចនឹងត្រូវខូចខាតនេះជាមូលហេតុដែលពេលវេលាពិតជាសំខាន់ណាស់ក្នុងកំឡុងពេលមានអាការៈគាំងបេះដូងការសង្គ្រោះវិទ្យាសាស្ត្រគ្រូពេទ្យអាចនឹងស្ដារលំហូរឈាមឡើងវិញដោយការបើកសរសៃឈាមដែលស្ទះនោះនៅពេលដែលឈាមចាប់ផ្ដើមហូរឡើងវិញអុកស៊ីហ្សែនអាចត្រឡប់ទៅជួយសាច់ដុំបេះដូងដែលកំពុងទន់ខ្សោយនោះបានចំណាំសំខាន់ជំងឺបេះដូងគឺជាស្ថានភាពអាសន្នផ្នែកវិទ្យាសាស្ត្រហើយការចាត់វិធានការសង្គ្រោះបានលឿននិងទាន់ពេលវេលាអាចសង្គ្រោះជីវិតមនុស្សបាន